តែដាំដើម្បីសบายចិត្តទេចូលនិវត្តន៍ទៅសบายចិត្តធ្វើអីធ្វើហ្នឹងប៉ុន្តែអាយដាមការដិតអបញ្ញរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកផ្ដល់កិត្តិយសដល់អ្នកចេះដឹងលោកក៏ហៅទៅធ្វើការដល់ចូលនិវត្តន៍អញ្ចឹងលោកបានឲ្យខ្ញុំទៅធ្វើការដល់ត្រឡប់ទៅធ្វើការវិញកន្លែងនេះមិនត្រឹមតែជាកន្លែងចូលនិវត្តន៍ទេក៏ជាកន្លែងជួយបន្ធូរអារម្មណ៍ភាពតានតឹងផងដែរការចូលនិវត្តន៍គឺជារឿងដែលមនុស្សគ្រប់រូបគួរគិតពិចារណាថាតើគួរធ្វើដូចម្តេចដើម្បីទទួលបានការចូលនិវត្តន៍ប្រកបដោយផាសុកភាពភាពសប្បាយរីករាយនិងមានស្តង់ដារជីវិតក្រោយចូលនិវត្តន៍វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀបចំផែនការទុកជាមុនហើយដើម្បីឲ្យជីវិតក្រោយចូលនិវត្តន៍មានភាពស្រស់បំព្រងនេះហើយទើបអាយដាមពូចសោភ័ណ្ឌអតីតបុគ្គលិកអង្គការអន្តរជាតិនិងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងយុតិធ